រឿងរ៉ាវដ៏សែនកំសត់នេះបានចាប់ផ្ដើមឡើងជាមួយនឹងស្ត្រីចំណាស់ម្នាក់ដែលមានឈ្មោះថាអឹមម៉ាដែលគាត់កំពុងតែរស់នៅយ៉ាងឯកោនៅក្នុងផ្ទះមួយខ្នងដែលផ្ទះនេះគឺជាកេរ្តិ៍មរតកបន្សល់ទុកដោយស្វាមីដែលបានចែកឋានទៅរបស់គាត់នៅចំកណ្ដាលព្រៃដែលពោរពេញទៅដោយព្រៃធ្លាក់យ៉ាងក្រាស់ជីវិតរបស់អឹមម៉ាប្រៀបដូចជាបានស្លាប់បាត់បង់ទៅជាមួយស្វាមីរបស់គាត់ដែរនៅថ្ងៃដែលស្វាមីដ៏ជាទីស្រឡាញ់បានចាកចេញពីពិភពលោកនេះទៅជារៀងរហូតដោយបន្សល់ទុកត្រឹមតែភាពឯកោនិងការចងចាំដ៏ឈឺចាប់សម្រាប់គាត់តែម្នាក់ឯងនៅក្នុងថ្ងៃនេះផងដែរដោយសារតែការនឹករលឹកចំពោះអនុស្សាវរីយ៍ចាស់ខ្លាំងពេកវាបានធ្វើឲ្យគាត់មានអារម្មណ៍រំជួលចិត្តជាខ្លាំងព្រោះថាវាគឺជាថ្ងៃគម្រប់ខួប1ឆ្នាំល្មមដែលស្វាមីរបស់គាត់បានលាចាកលោកនេះទៅគ្មានថ្ងៃត្រឡប់គាត់បានរក្សាទុកធាតុរបស់ស្វាមីយ៉ាងមានសុវត្ថិភាពនិងយកចិត្តទុកដាក់បំផុតរហូតមកដល់ពេលនេះប៉ុន្តែនៅថ្ងៃនេះគាត់បានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ថានឹងយកធាតុទាំងនោះទៅបាចឲ្យអស់ពីក្នុងកោដ្ឋដើម្បីឲ្យវិញ្ញាណអ្នកខន់ស្វាមីបានទៅកាន់ទីស្ងប់ស្ងាត់គាត់ចង់បាច់ធាតុនៅកន្លែងដែលស្វាមីចូលចិត្តជាងគេនោះគឺជាបឹងដែលពួកគេទាំងពីរបានជួបគ្នាជាលើកដំបូងកាលពីច្រើនទសវត្សរ៍មុនទោះបីជាពេលនេះអាកាសធាតុប្រែជាអាក្រក់ខ្លាំងក៏ដោយខណៈពេលដែលបឹងទាំងមូលបានកកក្លាយជាទឹកកកទៅហើយនោះអឹមម៉ានៅតែមិនបោះបង់បំណងប្រាថ្នានេះឡើយគាត់បានសម្រេចចិត្តបើករថយន្តដឹកទំនិញរបស់គាត់ចេញទៅក្រៅដើម្បីជំរះនៅការចងចាំចុងក្រោយរបស់ស្វាមីឲ្យបានសម្រេចមុនពេលដែលគាត់ចាប់ផ្ដើមបញ្ឆេះម៉ាស៊ីនរថយន្តគាត់បានយករូបថតចាស់មួយសន្លឹករបស់គាត់និងស្វាមីមកដាក់នៅពីមុខកៅអីរបស់គាត់ដើម្បីជាកម្លាំងចិត្តនិងអារម្មណ៍កក់ក្ដៅក្នុងដំណើរផ្លូវដ៏សែនឆ្ងាយមួយនេះបន្ទាប់មកគាត់ក៏បានបើករថយន្តចេញទៅយ៉ាងយឺតស្របពេលដែលនៅលើវិទ្យុឯណោះវិញព័ត៌មានបានបន្តផ្សាយព្រមានដល់ប្រជាជនគ្រប់គ្នាថាអាកាសធាតុនឹងចាប់ផ្ដើមប្រែប្រួលកាន់តែអាក្រក់ទៅនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះប្រសិនបើអ្នកទាំងអស់គ្នាគ្មានការងារអ្វីដែលចាំបាច់បំផុតនោះទេសូមកុំចេញពីផ្ទះដោយមិនមានមូលហេតុច្បាស់លាស់ឲ្យសោះព្រោះស្ថានភាពនៅខាងក្រៅអាចនឹងមិនមានសុវត្ថិភាពសម្រាប់អ្នកឡើយការធ្វើដំណើរអាចនឹងមានគ្រោះថ្នាក់បំផុតខណៈពេលដែលគាត់កាន់តែបើកទៅមុខកាន់តែឆ្ងាយទៅព្រៅក៏ចាប់ផ្ដើមធ្លាក់ចុះមកប៉ះនឹងរថយន្តរបស់គាត់ដែលយើងអាចមើលឃើញយ៉ាងច្បាស់តាមរយៈដុំព្រៅដែលមកកកជាប់នឹងកញ្ចក់ខាងមុខអឹមម៉ាបានបន្តបើកទៅមុខយ៉ាងយឺតតាមសម្រួលប៉ុន្តែនៅពេលនេះវាហាក់ដូចជាមានការពិបាកខ្លាំងមែនទែនក្នុងការមើលឃើញផ្លូវនៅខាងមុខឲ្យបានច្បាស់លាស់ព្រោះតែផ្សែងអាប់និងព្រៅធ្លាក់យ៉ាងខ្លាំងគាត់បានសម្រេចចិត្តបញ្ឈប់រថយន្តនៅត្រង់ចំណុចមួយរួចក៏បានសម្លឹងមើលទៅជុំវិញខ្លួនក្នុងបំណងព្យាយាមរកមើលផ្លូវដែលត្រូវបន្តដំណើរទៅមុខទៀតប៉ុន្តែអ្វីហាក់ដូចជាងឹតស្លុបតែម្ដងគាត់បានដកផែនទីដែលបានត្រៀមទុកមកបើកមើលប៉ុន្តែទិដ្ឋភាពដែលពោពេញទៅដោយព្រៅសក្បុសគ្រប់ដណ្ដប់ពេញព្រៃបែបនេះបានធ្វើឲ្យផែនទីក្នុងដៃមើលទៅហាក់ដូចជាមានភាពស្មុគស្មាញនិងពិបាកយល់ខ្លាំងណាស់គាត់ក៏បានសម្រេចចិត្តដើរចុះមកខាងក្រៅរថយន្តដើម្បីសម្លឹងមើលស្ថានភាពឲ្យបានច្បាស់ជាងមុនប៉ុន្តែស្រទាប់ព្រៅដ៏ក្រាស់បានគ្រប់ដណ្ដប់លើអ្វីគ្រប់យ៉ាងនៅគ្រប់ទីតែម្ដងគាត់មិនអាចយល់ពីស្ថានភាពនៅចំពោះមុខបានឡើយប៉ុន្តែភ្លាមនោះស្រាប់តែមានសម្លេងម្យ៉ាងបានតាក់ទាញចំណាប់អារម្មណ៍របស់គាត់អឹមម៉ាក៏បានដើរតាមសម្លេងនោះរហូតទៅដល់ខ្ទមឈើចាស់មួយខ្នងនៅខាងក្រៅខ្ទមនោះគាត់បានឃើញបុរសចំណាស់ម្នាក់កំពុងតែពុះអុសយ៉ាងមីញឹកប៉ុន្តែភ្លាមនៅពេលដែលគាត់បានបោះជំហានចុះពីលើរថយន្តមកកាន់ទីនោះភ្នែករបស់គាត់ក៏ស្រាប់តែក្រឡេកទៅឃើញស្នាមឈាមដែលស្រក់នៅលើដីដែលវានាំឲ្យគាត់មានអារម្មណ៍មិនស្រួលក្នុងចិត្តនិងមានមន្ទិលសង្ស័យយ៉ាងខ្លាំងចំពោះបុរសម្នាក់នេះមួយរំពេចនោះគាត់មានគំនិតចង់បែរក្បាលរថយន្តត្រឡប់ក្រោយទៅវិញប៉ុន្តែដោយសារតែភាពចាំបាច់ក្នុងការសួររកផ្លូវបន្តទៀតទើបគាត់ត្រូវបង្ខំចិត្តចូលទៅនិយាយជាមួយបុរសម្នាក់នោះនៅពេលដែលបុរសចំណាស់ម្នាក់នោះបានងាកមកឃើញអឹមម៉ាភ្លាមគាត់ក៏មានអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំងចំណែកឯអឹមម៉ាក៏បានពោលពាក្យសុំទោសរួចក៏បានសួរនាំគាត់អំពីផ្លូវដែលត្រូវឆ្ពោះទៅកាន់បឹងទឹកកកនោះបុរសចំណាស់បានប្រាប់គាត់ថាបឹងនោះគឺនៅខាងក្រោយភ្នំនេះឯងអឹមម៉ាមិនអាចទុកចិត្តបានក៏បានសួរទៅកាន់គាត់ថាតើលោកមានការអ្វីមែនទេបានជាមានស្នាមឈាមបែបនេះបុរសនោះបានឆ្លើយតបមកវិញដោយសំឡេងខ្សោយថាគាត់មិនអីនោះទេប៉ុន្តែភ្នែករបស់អឹមម៉ានៅតែមិនឈប់សម្លឹងមើលទៅស្នាមឈាមដ៏ស្រស់ដែលនៅលើដីនោះឡើយបុរសនោះក៏បានពន្យល់បន្ថែមថាវាមិនមានអ្វីគួរឲ្យភ័យខ្លាចនោះទេគឺគ្រាន់តែជាឈាមសត្វប្រើសតែប៉ុណ្ណោះអឹមម៉ាក៏ត្រឡប់ទៅរថយន្តវិញរួចក៏បន្តដំណើរឆ្ពោះទៅកាន់បឹងដែលជាគោលដៅរបស់គាត់កន្លែងដែលគាត់មកដល់នេះគឺជាកន្លែងដែលគាត់ចង់មកបាច់ធាតុស្វាមីរបស់គាត់បំផុតខណៈពេលនេះវាគឺជាពេលវេលាដែលរំភើបនិងរំជួលចិត្តបំផុតសម្រាប់ស្ត្រីម្នាក់នេះនៅក្នុងគ្រាដ៏ល្អកាលពីមុនគាត់តែងតែមកទីនេះជាមួយស្វាមីរបស់គាត់ដើម្បីស្ទូចត្រីយ៉ាងសប្បាយរីករាយហើយនៅពេលដែលនឹកដល់គ្រាដ៏ត្រចះត្រចង់ទាំងនោះគាត់ក៏បានដកកោធាតុចេញពីក្នុងកាបូបរបស់គាត់ប៉ុន្តែភ្លាមនោះគាត់ស្រាប់តែបានឮសំឡេងផ្ទុះអាវុធចេញពីកន្លែងណាមួយដែលនៅក្បែរនោះនៅពេលដែលបានឮបែបនេះគាត់ក៏បានប្រញាប់រត់ទៅពួននៅពីក្រោយរថយន្តរបស់គាត់ភ្លាមដោយភាពភ័យខ្លាច
នៅក្នុងអំឡុងពេលនោះដែរភ្នែករបស់គាត់បានសម្លឹងមើលទៅកាន់ព្រៃជ្រៅដែលនៅទីនោះមានក្មេងស្រីម្នាក់កំពុងតែរត់យ៉ាងត្រហេបត្រហប់អស់សង្ឃឹមហាក់ដូចជាមាននរណាម្នាក់កំពុងតែដេញតាមសម្លាប់នាងអញ្ចឹងម៉ាមានអារម្មណ៍ថាវាជារឿងដែលចម្លែកខ្លាំងណាស់ហើយនៅខណៈពេលនោះដែរបុរសចំណាស់ដែលគាត់បានជួបអំបញ្ញមិញក៏បានលេចមុខមកពីក្រោយក្មេងស្រីម្នាក់នោះគាត់បានភ្ជង់កាំភ្លើងទៅរកនាងរួចក៏និយាយគំរាមថាប្រសិនបើឯងហ៊ានតែរត់ទៅមុខទៀតខ្ញុំនឹងបាញ់ឯងចោលនៅទីនេះមិនខានឡើយដោយសារតែភាពភ័យខ្លាចខ្លាំងពេកក្មេងស្រីម្នាក់នោះក៏បានយល់ព្រមដើរត្រឡប់ទៅផ្ទះជាមួយគាត់វិញចំណែកឯម៉ាវិញក៏ចាប់ផ្ដើមមានសំណួរជាច្រើនកើតឡើងនៅក្នុងចិត្តរបស់គាត់មិនឈប់ឈរតើក្មេងស្រីម្នាក់នេះជាអ្នកណាហើយបុរសម្នាក់នេះចង់បានអ្វីពីនាងឲ្យប្រាកដហេតុអ្វីបានជាគាត់ត្រូវធ្វើទារុណកម្មនាងខ្លាំងដល់ថ្នាក់នេះតើអ្វីទៅគឺជាគោលបំណងពិតប្រាកដរបស់គាត់នៅពេលដែលត្រូវបានចោមរោមដោយសំណួរជាច្រើនបែបនេះស្ត្រីចំណាស់ម្នាក់នេះក៏ចាប់ផ្ដើមមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពរបស់ក្មេងស្រីម្នាក់នោះគាត់បានគិតក្នុងចិត្តថាហេតុអ្វីបានជាគាត់មិនទូរស័ព្ទទៅប្តឹងប៉ូលីសហើយប្រាប់ពួកគេនៅអ្វីគ្រប់យ៉ាងដែលគាត់បានឃើញប៉ុន្តែនៅក្នុងតំបន់ដាច់ស្រយាលដែលពោពេញទៅដោយព្រើបែបនេះការរកសេវាទូរស័ព្ទគឺជារឿងដែលមិនអាចទៅរួចឡើយដូច្នេះហើយគាត់ក៏បានប្រមូលរបស់របរទុកដាក់ឲ្យមានរបៀបរួចក៏បានសម្រេចចិត្តចាកចេញពីទីនោះឲ្យបានឆាប់តាមដែលអាចធ្វើទៅបានប៉ុន្តែនៅពេលដែលគាត់កំពុងតែបើករថយន្តចេញមកក្រៅវិញនោះរថយន្តរបស់គាត់ស្រាប់តែធ្លាក់ទៅក្នុងរណ្ដៅម្យ៉ាងដែលធ្វើឲ្យវាក៏ស្ទះមិនអាចទៅមុខរួចឡើយទោះបីជាគាត់ព្យាយាមបញ្ឆេះនិងរុញយ៉ាងណាក៏ដោយក៏គាត់មិនអាចយកវាចេញមកក្រៅបានដែរគាត់ក៏សម្រេចចិត្តទុកវានៅទីនោះរួចក៏ចាប់ផ្ដើមដើរដោយថ្មើរជើងវិញនៅពាក់កណ្ដាលផ្លូវដែលគាត់កំពុងដើរនោះគាត់ក៏បានឃើញខ្ទមឈើរបស់បុរសចំណាស់នោះម្ដងទៀតគាត់ក៏គិតក្នុងចិត្តថាហេតុអ្វីបានជាមិនចូលទៅពិនិត្យមើលឲ្យដឹងថាមានរឿងអ្វីកើតឡើងឲ្យប្រាកដបន្ទាប់មកគាត់ក៏បានឃើញបុរសចំណាស់នោះបើករថយន្តចេញទៅខាងក្រៅបាត់ទៅដែលនេះគឺជាឱកាសដ៏ល្អបំផុតសម្រាប់គាត់ក្នុងការលុបចូលទៅស៊ើបការដូច្នេះហើយគាត់ក៏បានដើរទៅក្បែររបងយ៉ាងស្ងៀមស្ងាត់បំផុតប៉ុន្តែទ្វាររបងនោះត្រូវបានគេចាក់សោជាប់យ៉ាងណែនរំពេចនោះភ្នែករបស់គាត់ក៏បានក្រឡេកទៅឃើញបង្អួចបន្ទប់ក្រោមដីមួយនៅពេលដែលគាត់អើតមើលទៅខាងក្នុងគាត់បានឃើញក្មេងស្រីម្នាក់ដែលគាត់បានឃើញរត់នៅក្បែរបឹងកាលពីមុននេះត្រូវបានគេចាប់បង្ខាំងទុកនៅក្នុងបន្ទប់នោះយ៉ាងអាណោចអាថមម៉ាបានព្យាយាមនិយាយទៅកាន់នាងប៉ុន្តែមាត់របស់ក្មេងស្រីម្នាក់នោះត្រូវបានគេបិទស្គត់ជាប់យ៉ាងណែនដែលធ្វើឲ្យនាងមិនអាចនិយាយចេញមកក្រៅបានឡើយម៉ាមិនអាចយល់បានតតែសោះថាតើក្មេងស្រីម្នាក់នេះបានប្រព្រឹត្តកំហុសអ្វីខ្លាំងក្លារហូតដល់ត្រូវបានគេយកមកបង្ខាំងទុកដូចជាសត្វធាតុបែបនេះចំណែកឯក្មេងស្រីដែលនៅខាងក្នុងវិញក៏មានអារម្មណ៍ងឿងឆ្ងល់មិនចាញ់គ្នាដែរថាតើស្ត្រីចំណាស់ដែលមិនដែលស្គាល់គ្នាម្នាក់នេះមកដល់កន្លែងដាច់ស្រយាលបែបនេះដើម្បីជួយនាងដោយរបៀបណាពួកគេទាំងពីរនាក់ហាក់ដូចជាកំពុងតែវង្វេងនៅក្នុងភាពវឹកវររៀងខ្លួនប៉ុន្តែភ្លាមនោះក៏មានរថយន្តពីរគ្រឿងបានបើកមកឈប់នៅខាងក្រៅផ្ទះនោះនៅក្នុងចំណោមនោះក៏មានប្រពន្ធរបស់បុរសចំណាស់ម្នាក់នោះដែរដែលនាងក៏កំពុងតែកាន់កាំភ្លើងនៅក្នុងដៃយ៉ាងគួរឲ្យខ្លាចហាក់ដូចជាមានរឿងអាក្រក់អ្វីមួយចិត្តនឹងកើតឡើងពិតមែនម៉ាបានប្រញាប់សរសេរអក្សរនៅលើកញ្ចក់បង្អួចថាខ្ញុំនឹងត្រឡប់មកជួយនាងវិញមិនខានឡើយប៉ុន្តែសម្រាប់ពេលនេះគាត់ត្រូវតែប្រញាប់ចាកចេញពីទីនេះសិនដើម្បីកុំឲ្យពួកគេឃើញនៅខាងក្នុងផ្ទះវិញតាមរយៈការសន្ទនារវាងប្តីនិងប្រពន្ធទាំងពីរនាក់នេះយើងអាចដឹងបានថាពួកគេទាំងពីរនាក់គឺជាអ្នកដែលចូលរួមនៅក្នុងរឿងដ៏អាក្រក់នេះដូចគ្នានៅថ្ងៃនេះពួកគេបានសម្រេចចិត្តថានឹងបញ្ចប់ជីវិតរបស់ជនរងគ្រោះរបស់ពួកគេដែលមានន័យថាពួកគេនឹងសម្លាប់ក្មេងស្រីម្នាក់នោះចោលនៅថ្ងៃនេះតែម្ដងប៉ុន្តែនៅក្នុងអំឡុងពេលនោះដែរស្រាប់តែប្រពន្ធរបស់បុរសនោះមានឈាមហូរតាមច្រមុះហើយភ្នែករបស់នាងក៏បានក្រឡេកទៅឃើញស្រោមដៃម្ខាងដែលជ្រុះនៅលើឥដ្ឋនៅពេលដែលបានឃើញបែបនេះនាងក៏ដឹងភ្លាមថាច្បាស់ជាមានអ្នកផ្សេងទៀតបានមកទីនេះនិងអាចដឹងរឿងគ្រប់យ៉ាងដែលពួកគេបានធ្វើមិនខានឡើយនាងក៏បានឃើញសារដែលម៉ាបានសរសេរទុកនៅលើកញ្ចក់បង្អួចនោះថែមទៀតដែលវាធ្វើឲ្យនាងជឿជាក់កាន់តែខ្លាំងថាពិតជាមានមនុស្សលបចូលមកពិតមែនគាត់ពិតជាមិនបានដឹងរឿងនេះទេប៉ុន្តែភរិយារបស់គាត់បានប្រាប់ទៅគាត់ថានាងបានរើសវាបាននៅខាងក្រៅផ្ទះនៅពេលដែលបានរើសបែបនេះទឹកមុខរបស់គាត់ក៏ចាប់ផ្ដើមបង្ហាញពីការព្រួយបារម្ភជាខ្លាំងផងដែរភ្លាមនោះគាត់ក៏នឹកឃើញថាកាលពីពេលមុននេះបន្តិចមានស្ត្រីម្នាក់បានមកសួរផ្លូវទៅកាន់បឹងហើយរបស់នេះប្រហែលជារបស់នាងក៏ថាបាននៅពេលដែលលើប្តីនិយាយបែបនេះភរិយារបស់គាត់គឺអាណាបានប្រែជាខឹងសម្បាយ៉ាងខ្លាំងរហូតដល់មុខឡើងក្រហមញ៉ាំងព្រោះនាងគិតថាប្រសិនបើស្ត្រីម្នាក់នោះយកទីនេះទៅប្រាប់អ្នកផ្សេងនោះអាចកំបាំងនឹងអ្វីគ្រប់យ៉ាងដែលពួកគេធ្លាប់ធ្វើនឹងត្រូវបញ្ចប់ជាមិនខានពួកគេអាចនឹងត្រូវជាប់គុកអស់មួយជីវិតដោយក្តីភ័យខ្លាចនាងក៏បានស្ទុះទៅទាញកាំភ្លើងហើយដើរចេញទៅខាងក្រៅយ៉ាងលឿនដោយបង្ខំឲ្យស្វាមីរបស់នាងគឺ
បង្ខំឲ្យរ៉ូណាល់ដើរតាមនាងទៅដែរក្នុងពេលជាមួយគ្នានោះដែរអឹមម៉ាក៏បានប្រើប្រាជ្ញាដ៏ឆ្លាតវៃរបស់នាងដោយរៀបចំអាវមួយដែលស្វាមីនាងបានធ្វើឲ្យយ៉ាងសម្រិតសម្រាំងវាគឺជាវត្ថុដែលនាងធ្លាប់រក្សាទុកយ៉ាងមានតម្លៃបំផុតសម្រាប់គ្រាអាសន្នប៉ុន្តែសម្រាប់ថ្ងៃនេះនាងបានសម្រេចចិត្តយកវាមកធ្វើជានុយដើម្បីបញ្ឆោតពួកគេប្តីប្រពន្ធទាំងពីរនាក់នោះក៏បានមើលឃើញវាប៉ុន្តែមានតែរ៉ូណាល់ម្នាក់ប៉ុណ្ណោះដែលហ៊ានដើរចូលទៅជិតប៉ុន្តែគ្រាន់តែគាត់ឈានជើងជាន់លើគំនរទឹកកកដែលអឹមម៉ាបានរៀបចំទុកជាមុនយ៉ាងផ្ចិតផ្ចង់ដើម្បីឲ្យវាទន់ស្រាប់តែទឹកកកនោះក៏បានបាក់ស្រុតចុះធ្វើឲ្យគាត់ធ្លាក់ចូលទៅក្នុងទឹកដែលត្រជាក់ដូចទឹកកករួមជាមួយសម្រែកដ៏ឈឺចាប់ភ្លាមនោះដែរអឹមម៉ាក៏បានស្ទុះចេញមកពីកន្លែងពួនហើយនាងក៏បានជួយទាញគាត់ឡើងមកលើវិញដោយឆ្លៀតឱកាសក្នុងពេលកំពុងមានភាពច្របូកច្របល់នេះអឹមម៉ាក៏បានលបលួចចូលទៅក្នុងផ្ទះរបស់ពួកគេហើយចាប់ផ្ដើមតាមរកនាងព្យាយាមរកផ្លូវចូលទៅកាន់បន្ទប់ក្រោមដីទីបំផុតនាងក៏បានរកវាឃើញប៉ុន្តែវាត្រូវបានគេចាក់សោជាប់យ៉ាងណែនដោយមិនបង្អង់យូរនាងក៏បានសម្រេចចិត្តវាបំបែកវាចោលតែម្ដងក្រោយពីចំណាយកម្លាំងវាអស់មួយសន្ទុះមកទ្វារនោះក៏បានរបើកចេញនៅពេលដែលនាងដើរចុះទៅខាងក្រោមទិដ្ឋភាពដ៏សែនអាតកំបាំងនៅក្នុងបន្ទប់ក្រោមដីនោះបានធ្វើឲ្យនាងរន្ធត់ចិត្តរហូតដល់ញ័រខ្លួនប្រាណក្មេងស្រីម្នាក់កំពុងនៅទីនោះដោយត្រូវបានគេយកច្រវាក់មកចងភ្ជាប់ដៃជើងរបស់នាងយ៉ាងអាណោចអាថមវាពិតជាមិនអាចដោះលែងនាងបានភ្លាមនោះទេដូច្នេះអឹមម៉ាក៏បានប្រាប់នាងឲ្យរក្សាភាពស្ងៀមស្ងាត់ហើយកុំភ័យស្លន់ស្លោអីនាងនឹងត្រឡប់មកជួយវិញក្នុងពេលឆាប់នេះហើយការត្រឡប់មកលើក្រោយនាងនឹងមិនមកដៃទេឡើយនាងបានប្រើប្រាជ្ញារបស់នាងម្ដងទៀតនាងបានបើកក្បាលរ៉ូប៊ីណេទឹកចោលដើម្បីឲ្យទឹកហូរចូលពេញផ្ទះបន្តិចម្ដងក្នុងបំណងបង្កការរំខានដល់ពួកគេនាងថែមទាំងបានយកអុសដែលគេត្រៀមទុកសម្រាប់បង្កាត់ភ្លើងកម្ដៅយកទៅជ្រលក់ទឹកឲ្យជោគទាំងអស់ទៀតផងនៅពេលដែលនាងដើរចេញមកខាងក្រៅស្រាប់តែអាណាក៏បានក្រឡេកឃើញនាងបាត់ទៅហើយអាណាបានចាប់ផ្ដើមបាញ់ប្រហារទៅលើនាងយ៉ាងសាហាវជាភ័ព្វសំណាងមានគ្រាប់កាំភ្លើងមួយគ្រាប់បានត្រឹមតែត្រូវចំដៃរបស់នាងតែប៉ុណ្ណោះអឹមម៉ាក៏បានប្រឹងរត់គេចខ្លួនយ៉ាងលឿននាងបានរត់សម្ដៅទៅរកឡានរបស់នាងប៉ុន្តែនៅពេលនោះដែរប្តីប្រពន្ធចិត្តខ្មៅទាំងពីរនាក់ក៏បានដើរចូលមកក្នុងផ្ទះវិញហើយក៏បានឃើញនៅទិដ្ឋភាពដ៏វឹកវរដែលនាងបានបន្សល់ទុកទឹកបានហូរជោគជាពេញផ្ទះទាំងមូលចំណែកឯរ៉ូណាល់ដែលទើបតែធ្លាក់ចូលក្នុងទឹកកកអំបាញ់មិញនេះក៏កំពុងតែត្រូវការកម្ដៅជាចាំបាច់បំផុតបើមិនដូច្នោះទេគាត់ច្បាស់ជាត្រូវស្លាប់ដោយសារភាពត្រជាក់មិនខានប៉ុន្តែភ្លើងមិនអាចបង្កាត់ឆេះបានឡើយព្រោះអុសទាំងអស់ត្រូវបានទឹកជោកអស់ទៅហើយឥឡូវនេះពួកគេមានជម្រើសតែពីរគត់គឺត្រូវចេញទៅរកអុសស្ងួតនៅខាងក្រៅឬក៏អង្គុយរងចាំសេចក្តីស្លាប់ប៉ុន្តែរ៉ូណាល់មិនសល់ពេលវេលាច្រើនទៀតឡើយងាកមកមើលអឹមម៉ាវិញនាងបានត្រឡប់ទៅដល់ឡានរបស់នាងហើយក៏ចាប់ផ្ដើមរុំរបួសឲ្យខ្លួនឯងប៉ុន្តែភ្លាមនោះភ្នែករបស់នាងក៏ក្រឡេកទៅមើលដៃរបស់ខ្លួនឯងហើយក៏បានដឹងថាចិញ្ចៀនអាពាហ៍ពិពាហ៍របស់នាងវាបានបាត់បង់ទៅហើយវាប្រហែលជាជ្រុះបាត់នៅកន្លែងណាមួយក្នុងពេលកំពុងមានការវឹកវរនាងក៏បានសម្រេចចិត្តត្រឡប់ទៅកាន់កន្លែងដែលនាងបានដួលកាលពីមុនដើម្បីរកវានាងព្យាយាមស្វែងរកវាយ៉ាងខ្លាំងប៉ុន្តែរកមិនឃើញទាល់តែសោះក្នុងចិត្តនាងមានភាពខកចិត្តជាខ្លាំងហើយនាងក៏បាននឹកឃើញដល់គ្រាដ៏មានន័យបំផុតនៅពេលដែលស្វាមីរបស់នាងនៅពេលដែលគាត់បានលុតជង្គង់សុំនាងរៀបការជាមួយនឹងចិញ្ចៀនវងនោះនាងនឹងមិនអាចបំភ្លេចថ្ងៃនោះបានឡើយភ្លាមនោះនាងក៏បានក្រឡេកឃើញកាំភ្លើងរបស់បុរសចំណាស់ដែលបានជ្រុះទុកចោលនៅទីនោះនាងបានរើសកាំភ្លើងនោះឡើងហើយបានប្តេជ្ញាចិត្តថាទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយក៏នាងត្រូវតែជួយសង្គ្រោះក្មេងស្រីម្នាក់នោះឲ្យបានដែរបើទោះបីជានាងត្រូវបូជាជីវិតផ្ទាល់ខ្លួនក៏ដោយចំណែកខាងទៀតវិញអាណាបាននាំស្វាមីរបស់នាងឡើងទៅលើឡានដើម្បីឲ្យម៉ាស៊ីនកម្ដៅក្នុងឡានជួយឲ្យគាត់កក់ក្ដៅដើម្បីឲ្យជួយបង្កើនកម្ដៅដល់រាងកាយរបស់គាត់ប៉ុន្តែរ៉ូណាល់បាននិយាយថាគាត់មិនអាចបន្តទៅមុខទៀតបានទេព្រោះរាងកាយរបស់គាត់ឥឡូវនេះគឺត្រជាក់ខ្លាំងរហូតដល់ស្ពឹកអស់ទៅហើយអាណាក៏បាននិយាយតបវិញថាពួកគេត្រូវតែរៀបចំសម្អាតអ្វីគ្រប់យ៉ាងឲ្យរួចរាល់នៅមុនពេលព្រឹកព្រលឹមបើមិនដូច្នោះទេប្រសិនបើមាននរណាម្នាក់មកដល់ពួកគេនឹងត្រូវជួបបញ្ហាធំជាមិនខានបន្ទាប់មកនាងក៏បានដើរចូលទៅក្នុងផ្ទះហើយប្រាប់ទៅកាន់ស្វាមីរបស់នាងថាឲ្យគាត់យកអីវ៉ាន់ដែលនៅសេសសល់ទាំងអស់ឆ្ពោះទៅកាន់បឹងមុនចុះចំណែកឯនាងវិញនឹងនាំក្មេងស្រីម្នាក់នោះតាមក្រោយទោះបីជារ៉ូណាល់កំពុងមានសភាពទន់ខ្សោយមិនអាចដើរទៅឆ្ងាយបានក៏ដោយក៏ភរិយារបស់គាត់នៅតែបង្ខំគាត់យ៉ាងដាច់អង្ការដូច្នេះគាត់គ្មានជំរឿអ្វីក្រៅពីធ្វើតាមបញ្ជានោះឡើយបន្តិចក្រោយមកពួកគេទាំងពីរក៏បាននាំក្មេងស្រីដែលជាឆ្លើយសឹកនោះចេញមកខាងក្រៅហើយបានបញ្ជូននាងចូលទៅក្នុងឡានស្រាប់តែពេលនោះរ៉ូណាល់ក៏នឹកឃើញថាកាំភ្លើងរបស់គាត់បានបាត់ទៅហើយនៅពេលដែលអាណាបានរើបែបនេះនាងក៏ចាប់ផ្ដើមខឹងសម្បារយ៉ាងខ្លាំងដល់កម្រិតកំពូលនាងបានទះកំភ្លៀងគាត់មួយទំហឹងហើយបញ្ជាឲ្យគាត់ឆាប់ទៅដល់បឹងឲ្យបានលឿនបំផុតតាមរយៈចំណុចនេះយើងឃើញយ៉ាងច្បាស់ថាអាណាគឺជាអ្នកដែលមានអំណាចលើសប្តីជានិច្ច
នាងតែងតែជាអ្នកសម្រេចចិត្តគ្រប់យ៉ាងនៅក្នុងជីវិតរបស់ពួកគេរាល់អ្វីដែលកំពុងកើតឡើងឬហៀបនឹងកើតឡើងគឺសុទ្ធតែដើម្បីផលប្រយោជន៍របស់អាណាតែម្នាក់ប៉ុណ្ណោះគួរឲ្យអាណិតដល់រ៉ូណាល់ណាស់គាត់បានអូសទេសទឹកកកយ៉ាងលំបាកវេទនារហូតដល់ទៅជិតមាត់បឹងហើយក៏ចាប់ផ្ដើមរៀបចំអ្វីនៅទីនោះទាំងត្រជាក់ញ័រខ្លួនអឹមម៉ាបានលបមើលសកម្មភាពទាំងអស់នេះពីចម្ងាយយ៉ាងស្ងៀមស្ងាត់នាងគិតថានេះគឺជាពេលវេលាដ៏ល្អបំផុតដើម្បីលបចូលទៅក្នុងផ្ទះវិញម្ដងទៀតដើម្បីជួយសង្គ្រោះក្មេងស្រីម្នាក់នោះប៉ុន្តែនាងមិនបានដឹងឡើយថាក្មេងស្រីម្នាក់នោះលែងនៅក្នុងផ្ទះទៀតហើយទោះជាយ៉ាងណាក៏ដោយនាងក៏បានលបចូលទៅដល់ក្នុងផ្ទះនោះនាងរកក្មេងស្រីម្នាក់នោះមិនឃើញឡើយប៉ុន្តែនាងក៏បានសម្រេចចិត្តព្យាបាលរបួសដោយខ្លួនឯងជាមុនសិនព្រោះថានាងមិនអាចបន្តទៅមុខទាំងរបួសបែបនេះបានទេព្រោះនាងបានរកឃើញឧបករណ៍មួយចំនួននៅទីនោះដោយមានជំនួយពីឧបករណ៍ទាំងនោះនាងក៏បានខិតខំប្រឹងប្រែងដកគ្រាប់កាំភ្លើងចេញពីក្នុងដៃរបស់នាងទាំងឈឺចាប់បន្ទាប់មកនាងក៏បានដើរចេញមកខាងក្រៅហើយព្យាយាមប្រើវិទ្យុតាក់ទងនៅក្នុងឡានរបស់ពួកគេដើម្បីស្វែងរកជំនួយពីខាងក្រៅប្រហែលជានាងអាចភ្ជាប់ទំនាក់ទំនងបានខ្លះហើយប៉ុន្តែនៅពេលនោះឯងស្រាប់តែរ៉ូណាល់បានលបមកពីក្រោយហើយបានវាយប្រហារទៅលើនាងយ៉ាងនឹកស្មានមិនដល់ប៉ុន្តែសុខភាពរបស់គាត់ពេលនេះគឺចុះខ្សោយខ្លាំងណាស់គាត់មិនអាចតស៊ូបានយូរអង្វែងឡើយលើសពីនេះទៅទៀតអឹមម៉ាក៏បានវាយឲ្យត្រូវជើងរបស់គាត់ថែមទៀតផងគាត់ដឹងខ្លួនថាចាញ់ក៏បានលុតជង្គង់អង្វរសុំជីវិតពីនាងគាត់បានរៀបរាប់ប្រាប់រឿងរ៉ាវពិតគ្រប់យ៉ាងថាភរិយារបស់គាត់គឺជាមនុស្សដែលមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរចំណែកឯក្មេងស្រីដែលពួកគេបានចាប់ខ្លួនមកនេះធ្លាប់បានព្យាយាមសម្លាប់ខ្លួនជាច្រើនលើកនាងធ្លាប់សម្លាប់ខ្លួនជាច្រើនលើកមកហើយប្រពន្ធរបស់ខ្ញុំគិតថាប្រសិនបើនាងបានសម្លាប់ក្មេងស្រីម្នាក់នោះនាងប្រហែលជាមានអារម្មណ៍ធូរស្រាលជាងមុននោះហើយជាមូលហេតុដែលនាងនាំនាងមកទីនេះជាមូលហេតុដែលនាងនាំក្មេងស្រីម្នាក់នោះទៅកាន់មាត់បឹងពេលនេះខ្ញុំក៏ហៀបនឹងស្លាប់ដែរហើយសូមមេត្តាអនុញ្ញាតឲ្យខ្ញុំទៅមន្ទីរពេទ្យផងអឹមម៉ាក៏មានចិត្តអាណិតអាសូរខ្លះនៅពេលដែលបានឃើញស្ថានភាពដ៏គួរឲ្យវេទនារបស់គាត់នាងក៏បាននិយាយថាដូចមិនអីទេទៅចុះប៉ុន្តែត្រូវហៅប៉ូលីសមកទីនេះឲ្យលឿនបំផុតទើបខ្ញុំព្រមលែងអ្នកគាត់ក៏បានយល់ព្រមតាមសំណើនោះហើយមុនពេលដែលគាត់ចាក់ចេញទៅគាត់បានហុចចិញ្ចៀនអាពាហ៍ពិពាហ៍ដែលនាងបានបាត់ឲ្យទៅនាងវិញដែលគាត់បានរើសវាបាននៅក្នុងផ្ទះនោះឯងអឹមម៉ាពិតជាមានក្តីរំភើបនិងរីករាយជាខ្លាំងនៅពេលដែលបានរបស់មានតម្លៃបំផុតនោះមកវិញប៉ុន្តែខណៈពេលដែលរ៉ូណាល់កំពុងតែចាក់ចេញទៅស្រាប់តែឡានរបស់ភរិយាគាត់ឡានរបស់នាងក៏បានបើកមកឈប់នៅពីមុខគាត់តែម្ដងនៅពេលដែលឃើញនាងបែបនេះគាត់ក៏បានស្រែកសួរដោយភាពភ្ញាក់ផ្អើលថាតើអូនមកធ្វើអីនៅទីនេះបងប្រាប់ឲ្យអូននៅចាំទីនោះតើរ៉ូណាល់បានប្រាប់នាងថាគាត់រងរបួសធ្ងន់ហើយត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ប៉ុន្តែអាណាហាក់ដូចជាមិនចង់ស្ដាប់សម្ដីប្តីរបស់នាងតតែសោះនាងគិតថាបុរសជាប្តីព្យាយាមបោះបង់នាងចោលដើម្បីរើបំរាស់ចេញពីទំនាក់ទំនងដ៏គ្រោះថ្នាក់នេះខណៈពេលនោះរ៉ូណាល់ក៏បានខិតខំពន្យល់ថាអ្វីដែលនាងកំពុងធ្វើគឺជារឿងខុសឆ្គងបំផុតប៉ុន្តែមើលទៅវាមិនមានប្រសិទ្ធភាពចំពោះនាងឡើយពួកគេគួរតែបញ្ចប់គ្រប់យ៉ាងត្រឹមនេះទៅគ្រាន់តែសម្ដីនេះភ្លាមកំហឹងរបស់អាណាបានផ្ទុះឡើងយ៉ាងខ្លាំងដូចបន្ទុះភ្នំភ្លើងរហូតដល់ថ្នាក់នាងដកកាំភ្លើងភ្ជង់ទៅរកប្តីបង្កើតរបស់ខ្លួនឯងដោយគ្មានញើសដៃឡើយនៅក្នុងស្ថានភាពដ៏តានតឹងនោះឈាមច្រមុះរបស់នាងក៏ចាប់ផ្ដើមហូរចេញមកម្ដងទៀតប៉ុន្តែនាងហាក់លែងខ្វល់ខ្វាយពីសុខភាពឬអ្វីទាំងអស់ដែលនៅជុំវិញខ្លួននាងទៀតហើយក្នុងពេលជាមួយគ្នានោះដែរអឹមម៉ាបានប្រញាប់ប្រញ័រត្រឡប់ទៅរកឡានដឹកទំនិញរបស់នាងវិញរួចក៏សម្រេចចិត្តរុញវាចូលទៅក្នុងបឹងហើយដុតវាចោលភ្លាមដើម្បីបង្កជាផ្សែងខ្មៅឲ្យគេបានឃើញនាងសង្ឃឹមថាផ្សែងនេះនឹងអាចទាក់ទាញចំណាប់អារម្មណ៍ពីអ្នកយាមព្រៃឬនរណាម្នាក់ដែលនៅក្បែរនោះឲ្យមកជួយជាសំណាងល្អផែនការនេះពិតជាមានប្រសិទ្ធភាពខណៈដែលប៉ូលីសពីររូបបានមើលឃើញផ្សែងនោះពីចម្ងាយនៅពេលដំបូងឡើយប៉ូលីសទាំងនោះគិតស្មានថានាងអាចជាឃាតករម្នាក់ប៉ុន្តែបន្ទាប់ពីអឹមម៉ាបានខិតខំពន្យល់និងរៀបរាប់ពីហេតុការណ៍ដ៏រន្ធត់គ្រប់យ៉ាងដែលបានកើតឡើងឲ្យពួកគេបានដឹងពួកគេក៏បានសម្រេចចិត្តនាំនាងធ្វើដំណើរតម្រង់ទៅរកផ្ទះតូចក្បែរនោះភ្លាមនៅពេលមកដល់ពួកគេបានឃើញឡានរបស់អាណាចក្រនៅខាងក្រៅហើយប៉ូលីសទាំងពីរក៏បានចុះពីលើឡានដើម្បីចូលទៅត្រួតពិនិត្យភ្លាមនោះអាណាបានបាញ់សម្លាប់ប៉ូលីសទាំងពីរនាក់ឲ្យដេកដួលក្នុងថ្លុកឈាមរួចនាងក៏បន្តបាញ់ប្រហារទៅលើអឹមម៉ាថែមទៀតប៉ុន្តែជាសំណាងល្អអឹមម៉ាបានរត់ទៅពួនពីក្រោយឡានទាន់ពេលវេលានៅក្នុងអំឡុងពេលនោះអឹមម៉ាក៏បានឃើញយ៉ាងច្បាស់ថាអាណាបានសម្លាប់ប្តីរបស់ខ្លួនឯងបាត់ទៅហើយពេលនេះរ៉ូណាល់មិនមានដង្ហើមសម្រាប់រស់នៅទៅទៀតឡើយមើលទៅអាណាមានបំណងមិនទុកជីវិតឲ្យអ្នកណាម្នាក់បានរស់រានមានជីវិតឡើយដោយឆ្លៀតឱកាសដែលនាងមិនបានប្រុងប្រយ័ត្នអឹមម៉ាក៏បានសម្រេចចិត្តបាញ់ចំជើងរបស់អាណាដើម្បីបង្អាក់សកម្មភាពដ៏សាហាវរបស់នាងពេលនេះអាណាបានរងរបួសដែរហើយដូច្នេះនាងមិនមានពេលវេលាច្រើនដើម្បីធ្វើអ្វីតាមចិត្តចង់ទៀតទេនាងហាក់ដូចជាមិនអាចការពារឬសង្គ្រោះក្មេងស្រីម្នាក់នោះបានឡើយទោះបីជាមានរបួសក៏ដោយក៏អាណានៅតែរឹងរូសក្រោកឈរឡើងវិញ
ហើយចាប់ផ្ដើមបាញ់រះដើម្បីបើកផ្លូវរត់គេចចំណែកឯអឹមម៉ាវិញក៏បានព្យាយាមរត់ទៅលាក់ខ្លួននៅក្រោមដើមឈើដែលបានដួលរមួយដើមអាណាបានរុញផ្ដួលដើមឈើនោះចោលរួចក៏បាញ់សម្ដៅទៅលើអឹមម៉ារហូតធ្វើឲ្យនាងរងរបួសនិងបាត់បង់ស្មារតីសន្លប់បាត់ទៅនៅក្នុងគ្រាដែលនាងកំពុងតែសន្លប់បាត់ស្មារតីនោះនាងបាននឹកឃើញដល់ថ្ងៃដែលនាងកំពុងរៀបចំធ្វើអាហារពេលព្រឹកឲ្យស្វាមីរបស់នាងវាគឺជាពេលវេលាដ៏សែនឈឺចាប់បំផុតដែលស្វាមីរបស់នាងបានដកដង្ហើមជាចុងក្រោយនៅក្នុងដៃរបស់នាងតាមពិតទៅស្វាមីរបស់នាងបានកើតជំងឺមហារីកហើយបានលាចាកលោកនេះទៅជាយូរមកហើយលុះដល់ពេលដែលអឹមម៉ាបានដឹងខ្លួនឡើងវិញនាងក៏ឃើញខ្លួនឯងស្ថិតនៅក្នុងបន្ទប់ក្រោមដីដ៏ងឹតជាមួយក្មេងស្រីដែលត្រូវគេចង់នោះនាងបានឃើញក្មេងស្រីដែលត្រូវគេចង់ច្រវាក់ជាប់នោះនៅឡើយភ្លាមបន្ទាប់ពីដឹងខ្លួនពេញលេញនាងក៏ប្រញាប់ប្រញាល់ទៅជួយដោះលែងក្មេងស្រីម្នាក់នោះឲ្យមានសេរីភាពឡើងវិញភ្លាមក្មេងស្រីម្នាក់នោះមានឈ្មោះថាមីអាបន្ទាប់មកអឹមម៉ាក៏បានខិតខំស្វែងរកផ្លូវចេញតាមរយៈទ្វារក្រោយនៃបន្ទប់ក្រោមដីដ៏តូចចង្អៀតមួយនេះដើម្បីនាំគ្នាគេចខ្លួនឲ្យផុតពីគ្រោះថ្នាក់ប៉ុន្តែជាអកុសលនៅពេលបើកទ្វារចេញទៅស្រាប់តែឃើញអាណាឈរចាំនៅខាងក្រៅរួចក៏រុញនាងត្រឡប់ទៅខាងក្នុងវិញអ្នកទាំងពីរមានភាពភ័យខ្លាចជាខ្លាំងមិនដឹងថាវានឹងមានរឿងអ្វីកើតឡើងបន្តទៀតឡើយពីព្រោះថាប្រសិនបើស្ត្រីម្នាក់នេះចង់សម្លាប់ពួកគេមែននោះនាងប្រហែលជាធ្វើវាបាត់ទៅហើយមិនទុកឲ្យរស់រហូតដល់ពេលនេះទេដូច្នេះហើយគោលបំណងពិតប្រាកដរបស់នាងគឺជារឿងផ្សេងដែលគួរឲ្យខ្លាចជាងនេះលុះមកដល់ថ្ងៃបន្ទាប់យើងឃើញថាអាណាបាននាំពួកគេទាំងពីរទៅកាន់បឹងដ៏ធំដដែលដែលនៅទីនោះនាងបានរៀបចំដំឡើងតង់ទុកជាស្រេចសម្រាប់ធ្វើរឿងអ្វីមួយនៅពេលចូលទៅដល់ខាងក្នុងតង់ពួកគេបានប្រទះឃើញឧបករណ៍ពេទ្យសម្រាប់វះកាត់ផ្លាស់ប្ដូរថ្លើមឃើញដូចនេះអ្នកទាំងពីរក៏យល់ច្បាស់ពីសោកនាដកម្មដែលហ៊ាននឹងកើតឡើងចំពោះពួកគេក្នុងពេលឆាប់នេះអឹមម៉ាក៏បាននិយាយលះបង់ថាចូលយកថ្លើមរបស់ខ្ញុំទៅចុះប៉ុន្តែអាណាបានតបវិញថារាងកាយរបស់អឹមម៉ានៅពេលនេះគឺគ្មានប្រយោជន៍សម្រាប់នាងឡើយព្រោះវាមិនមែនជាអ្វីដែលនាងចង់បានអ្វីដែលនាងត្រូវការគឺថ្លើមរបស់ក្មេងស្រីដែលនៅក្មេងខ្ចីព្រោះនាងចង់បានជីវិតអមតៈនាងបានបង្ខំឲ្យអឹមម៉ាដេកចុះរួចបញ្ជាឲ្យនាងចង់ដៃចងជើងខ្លួនឯងឲ្យជាប់អឹមម៉ាក៏ព្រមធ្វើតាមប៉ុន្តែនាងបានលួចចង់ឲ្យធូរដើម្បីងាយស្រួលនឹងរើខ្លួននៅពេលក្រោយភ្លាមនោះអាណាក៏ចាប់ផ្ដើមធ្វើសកម្មភាពវះកាត់របស់នាងយ៉ាងប្រញាប់ប្រញាល់បំផុតប៉ុន្តែអឹមម៉ាមិនបណ្ដោយឲ្យរឿងដ៏អាក្រក់នេះកើតឡើងឡើយនាងបានស្ទុះទៅវាយប្រហារអាណាហើយអូសនាងចេញមកខាងក្រៅតង់ទាំងកម្រោដើម្បីបញ្ចប់រឿងគ្រប់យ៉ាងអឹមម៉ាបានលើកកាំភ្លើងភ្ជង់ទៅរកនាងប៉ុន្តែជាអកុសលគ្រាប់កាំភ្លើងត្រូវបានអស់បាត់ទៅហើយដោយក្តីខឹងសម្បារនិងភាពឆ្កួតវង្វេងអាណាបានអូសអឹមម៉ាតម្រង់ទៅរកជ្រោះដែលនាងបានរៀបចំទុកក្នុងពេលនោះដែរមីអាដោះខ្លួនរួចហើយក៏រត់ចេញមកខាងក្រៅដើម្បីជួយអឹមម៉ាដឹងខ្លួនច្បាស់ថាក្នុងស្ថានភាពដែលរងរបួសបែបនេះនាងមិនអាចតស៊ូជាមួយអាណាបានទៅទៀតឡើយនាងក៏បានប្រើប្រាស់បញ្ញាស្មារតីចុងក្រោយដោយប្រើធ្នោះដៃរបស់នាងទៅចាក់សោជាប់ជាមួយអាណាដើម្បីកុំឲ្យនាងរត់គេចរួចពីវាសនាមរណៈនេះបន្ទាប់មកនាងក៏បានសម្រេចចិត្តលោតចូលទៅក្នុងទឹកដ៏ជ្រៅរួចអូសទាញអាណាឲ្យធ្លាក់ទៅជាមួយគ្នាពួកគេទាំងពីរបានលិចចុះទៅក្នុងជម្រៅទឹកដ៏ត្រជាក់ស្រេបយ៉ាងលឿនបំផុតនៅក្នុងដង្ហើមចុងក្រោយអឹមម៉ាបានធ្វើនៅអ្វីដែលនាងចង់ធ្វើបំផុតគឺការបាច់ធាតុរបស់ស្វាមីនាងទៅក្នុងបឹងដ៏ស្ងប់ស្ងាត់មួយនេះដើម្បីឲ្យបាននៅក្បែរគ្នាជានិរន្តរ៍នាងបានសុខចិត្តលង់ទឹកស្លាប់ទៅជាមួយធាតុប្តីរបស់នាងប៉ុន្តែនាងបានសង្គ្រោះជីវិតក្មេងស្រីម្នាក់ដែលនាងបានសន្យាថានឹងជួយឲ្យមានជីវិតរស់នៅបន្តដោយក្តីសង្ឃឹមអឹមម៉ាបានលះបង់ជីវិតខ្លួនឯងយ៉ាងស្ងៀមស្ងាត់បំផុតប្រហែលជានេះគឺជាវាសនារបស់នាងហើយទីកន្លែងដែលនាងធ្លាប់គិតថាជាកន្លែងដែលស្វាមីនាងចូលចិត្តបែរក្លាយជាកន្លែងដែលនាងត្រូវបញ្ចប់ដង្ហើមនៅផ្នែកខាងលើវិញមីអាបានប្រទះឃើញរូបថតរបស់អឹមម៉ានិងស្វាមីរបស់នាងដែលបានកប់លាក់ទុកនៅក្នុងគំនរទឹកកកដ៏ត្រជាក់វាជារូបថតដែលអឹមម៉ាតែងតែថែរក្សាទុកយ៉ាងជិតបេះដូងរបស់នាងជានិច្ចទោះក្នុងកាលៈទេសៈណាក៏ដោយឥឡូវនេះមីអាអាចយកវាតាមខ្លួនបានហើយដើម្បីជាការរំលឹកដល់ការលះបង់ដ៏ធំធេងមួយនេះសម្រាប់មីអាអឹមម៉ាប្រៀបបាននឹងទេវតាម្នាក់ដែលចុះមកជួយសង្គ្រោះជីវិតនាងឲ្យរួចពីសេចក្តីស្លាប់បើមិនដូច្នោះទេប្រហែលជាគ្មានមនុស្សណាម្នាក់អាចរកឃើញកន្លែងដែលនាងត្រូវគេបង្ខាំងទុកនោះឡើយរឿងរ៉ាវសម្រាយសម្រាប់ថ្ងៃនេះត្រូវបានបញ្ចប់ត្រឹមតែប៉ុណ្ណេះសង្ឃឹមថាប្រិយមិត្តទាំងអស់គ្នាពេញចិត្តនឹងការរៀបរាប់ដ៏ជក់ចិត្តមួយនេះកុំភ្លេចចុច like វីដេអូ Subscribe Channel Sign Ma Recap និងចុចរូបកណ្ដឹងផងដើម្បីទទួលបានវីដេអូថ្មីមុនគេហើយក៏អាចបញ្ចេញមតិយោបល់នៅខាងក្រោមបានផងដែរសូមអរគុណសម្រាប់ការតាមដានទស្សនាហើយជួបគ្នានៅវីដេអូក្រោយទៀតបាទ